សូមជម្រាបសួរបងប្អូនបាទម្ដងទៀតបាទថ្ងៃនេះខ្ញុំមកអាននៅចែករំលែកនៅសិភៅសុបិននឹងការពិតជាបន្តទៀតបាទចឹងសូមរីករាយនឹងស្ដាប់ទាំងអស់គ្នាបងប្អូនបាទនៅសិភៅប្រវត្តិសាស្ត្រមួយនេះបាទចឹងខ្ញុំសូមអានចែករំលែកនៅបន្ទាប់ពីអានលើកទី1ថ្ងៃនេះអានលើកទី2បាទអញ្ចឹងជាវីដេអូទី2បាទខ្ញុំអាននៅត្រង់បុព្វកថាបាទបុព្វកថាដែលចូលទំព័រទី8បាទរបៀបរស់នៅពីដូនតារបស់គេដែលគេចាត់ទុកថាជាអត្តសញ្ញាណជាអត្ថិភាពនៃប្រជាជាតិមួយនៅក្នុងសង្គមខ្លះទៀតអ្នកចង់ដឹងដែលអ្នកចង់ចេះដឹងដែលយល់ថាការអភិវឌ្ឍជាការចាំបាច់បើជាមិនបានរៀបចំការអភិវឌ្ឍនោះឲ្យបានជ្រៅនៅក្នុងវប្បធម៌ជាតិរបស់គេទៅវិញហើយប្រញាប់ប្រញាល់ធ្វើបដិវត្តការវិវត្តខ្លាំងតែម្ដងហេតុនាំមកនៅការប្រទាញប្រទង់និងប្រតិកម្មពីសំណាក់អ្នកអភិរក្សនិងក្រុមប្រជាជនដែលអ្នកប្រភេទចុងក្រោយនេះធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីផ្ដាច់ឲ្យចេញផុតពីចរន្តវិទ្យាសាស្ត្រនិងទស្សនវិជ្ជាថ្មីដែលបាននាំឲ្យពិភពលោកមកដល់ចំណុចមួយគ្មានការវិលវិញតាមធម្មតាការវិវត្តក្តីបដិវត្តក្តីមិនមែនសុទ្ធតែនាំមកនៅភាពមនោរម្យនៅសុក្រិតភាពនៃការរស់នៅឬសុភមង្គលទាំងអស់នោះទេប៉ុន្តែការមិនព្រមវិវត្តទៅតាមក្រិតក្រមសក្យានុមត្តក៏ជាគ្រោះថ្នាក់មួយធំផងដែរយ៉ាងណាមិញសង្គមដែលជាសង្គមដែលមានអរិយធម៌រុងរឿងតាំងពីយូរណាស់មកហើយខ្មែរគ្រប់រូបតែងមានមោទនភាពនិងអតីតកាលរបស់ខ្លួននេះជាការធម្មតាទេប៉ុន្តែការពំយល់ពីដំណាក់កាលនីមួយនៃការវិវត្តនិងពីមូលដ្ឋានពិតប្រាកដនៃការអភិវឌ្ឍក៏ងាយនឹងធ្វើឲ្យមានការយល់ភ្លាំងស្គមឆ្គងដែរចក្រភពខ្មែរចាប់ផ្ដើមចុះដុនដាបតាំងពីសម័យស្ដេចឥន្ទ្រវរ្ម័នទី3មកឆ្នាំ1295ដល់ឆ្នាំ1308ហើយជាពិសេសតាំងពីសៀមវាយកបន្ទាយលង្វែកបាន
នៅចុងសតវត្សទី16ឆ្នាំ1594ហើយក្រោយមកត្រូវយួនវាលុកចូលត្រួតត្រាសឹងតែផុតពូជរលត់រលាយជាតិខ្មែរបានធ្វើការតស៊ូយ៉ាងយ៉ាងស្វិតស្វាញប៉ុន្តែទប់ទល់មិនបានក៏នឹងការបែកឯកភាពជាតិដូចជាការប្រយុទ្ធគ្នាដណ្ដើមរាជសម្បត្តិជាដើមឧបហេតុនេះបណ្ដាលមួយចំណែកមកពីការញុះញង់ពីសំណាក់ប្រទេសដែលមានមហិច្ឆតាលេបទឹកដីខ្មែរឬក៏មកពីការលូកលាន់របស់អ្នកដែលពុំមានសញ្ជាតិនយោបាយច្បាស់លាស់ការកាប់បំផ្លាញកំផែងឫស្សីបន្ទាយលង្វែកបុព្វហេតុនេះអាចមានរូបភាពផ្សេងទៀតដូចជាលក្ខណៈមិនច្បាស់លាស់នៃស្ថាប័នគ្រប់គ្រងបាទនៃស្ថាប័នគ្រប់គ្រងជាដើមបាទនេះគឺទំព័រទី7បាទសំទោសទំព័រទី8អញ្ចឹងខ្ញុំអានចប់ហើយបាទសូមអរគុណសូមជម្រាបលាครับថ្លែងបង្គំលា